បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមសមនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានរបស់ពិសេសមួយគឺយកមកថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយរបស់នេះដែរសុទ្ធតែជាប្រភេទរបស់កម្របងប្អូនណាបាទរបស់កម្រមិនងាយបានជួបមិនងាយបានឃើញនោះទេបងប្អូនណាមិនងាយបានជួបមិនងាយបានឃើញនោះទេបាទពីលើកមុននេះគឺខ្ញុំធ្លាប់មានដែរតែមានបងប្អូនគាត់ចែកយកអស់ទៅបងប្អូនណាបាទគាត់ចែកយកអស់ទៅបានបាទឥឡូវនេះគឺយើងក៏បានជួបប្រភេទនៃអង្គថ្មត្រីសំលៀងបងប្អូនណាបាទថ្មត្រីសំលៀងមួយអង្គទៀតបងប្អូនណាមួយអង្គទៀតគឺស្អាតបងប្អូនណាបាទគឺស្អាតណាបាទទម្រង់របស់លោកគឺស្អាតតែម្ដងនេះគឺកន្លែងដែលគាត់សំលៀងបងប្អូនណាបាទកន្លែងដែលគាត់សំលៀងគឺឡើងរលោងឡើងសឹកឡើងកលុកបងប្អូនណាយើងមើលអញ្ចឹងអត់ដឹងនេះទេតែបើយើងយកដៃស្ទាបចេះបាទយើងដឹងថាកលុកបងប្អូនណាបាទដឹងថាកលុកបាទសឹកឡើងកលុកបាទនេះហើយគឺជាប្រភេទនៃថ្មត្រីសំលៀងបងប្អូនណាបាទនេះឃើញទេបាទថ្មត្រីសំលៀងបាទកន្លែងនេះក៏គាត់សឹកដែរបងប្អូនណាបាទសឹកឡើងរលោងបាទគាត់សំលៀងឡើងរលោងហើយសឹកឡើងកលុបបងប្អូនណាបាទឡើងផតយើងដាក់ដៃទេបាទយើងដឹងថាអូរបស់នេះគឺសឹកផតមិនស្មើគ្នាចឹងទៅបងប្អូនណាបាទនេះហើយគឺជាប្រភេទនៃថ្មត្រីសំលៀងដែលជារបស់កម្របងប្អូនណាបាទជារបស់កម្របាទមិនងាយបានជួបមិនងាយបានឃើញនោះទេបងប្អូនណាបាទប្រភេទនៃថ្មត្រីសំលៀងបាទថ្មត្រីសំលៀងនេះគឺមានអានុភាពខ្លាំងបងប្អូនណាបាទនៅក្នុងក្បួនបុរាណខ្មែរយើងគឺប្រើបានច្រើនយ៉ាងណាបងប្អូនណាបាទតាំងពីការពីរលនៅអំពើមុនខ្មៅទាំងឡាយទាំងពួងខាងបច្ចេកសង្គ្រាមបាទខាងស្នេហ៍មហានិយមលុកដូររ៉ូស៊ីនេះគឺពិសេសតែម្ដងបងប្អូនណាប្រភេទនៃថ្មត្រីសំលៀងបាទគេហៅថាច្រាបថៃឬក៏នេះចឹងទៅបងប្អូនណាបាទប្រភេទថ្មត្រីសំលៀងនេះបាទសុទ្ធតែជារបស់ពិសេសរបស់ល្អតែម្ដងបងប្អូនណាមិនងាយបានជួបមិនងាយបានឃើញនោះទេបាទមិនងាយបានជួបមិនងាយបានឃើញនោះទេបាទសុទ្ធតែជារបស់ពិសេសបងប្អូនណាបាទពិសេសឲ្យកម្រទៀតបាទធម្មតាប្រភេទថ្មត្រីសំលៀងគាត់តែងតែនៅក្នុងទឹកទេបងប្អូនណាបាទនៅក្នុងទន្លេនៅតាមអូរតាមជ្រោះបាទនោះគឺថ្មត្រីសំលៀងបាទអញ្ចឹងយើងពិបាកនឹងរកណាហើយពិបាកនឹងស្វែងរកណាបើសិនជាគេមិនប្រាប់គេមិនបានចង្អុលបង្ហាញយើងគឺរកមិនឃើញទេបងប្អូនណាគឺរកមិនឃើញទេបាទមិនមែនដូចជាប្រភេទថ្មផ្សេងដែលនៅលើដីឬក៏នៅលើគោកនោះទេបងប្អូនណាបាទនៅលើដីឬក៏នៅលើគោកនោះទេបាទនេះគឺជាប្រភេទនៃថ្មត្រីសំលៀងនេះជាប្រភេទរបស់កម្រមិនងាយបានជួបមិនងាយបានឃើញបងប្អូនណាហើយរបស់នេះពិសេសណាស់បាទពិសេសណាស់ដូចខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹងហើយលោកគ្រូធំក៏គាត់អាសាបានរៀបរាប់ជាញឹកញាប់ដែរប្រភេទនៃអង្គថ្មត្រីសំលៀងនេះបាទនៅក្នុងក្បួននៅក្នុងខ្នាតសម្រាប់ការពេលខ្លួនអ្នកដែលមានប្រភេទអង្គថ្មត្រីសំលៀងនេះបាទមិនធម្មតាទេបងប្អូនណាមិនធម្មតាទេបាទលោកការពារសពគ្រប់បែបយ៉ាងហើយខាងស្នេហ៍មហានិយមនេះគឺមហាពិសេសតែម្ដងបងប្អូនណាមហាពិសេសតែម្ដងបាទប្រភេទថ្មត្រីសំលៀងតូចស្អាតបងប្អូនណាបាទល្មមស្រោបអីលើខ្នាតបតោងដាក់តាមខ្លួនស្អាតបងប្អូនណាបាទគឺស្អាតណាបាទតូចស្រឡឹងតែម្ដងបងប្អូនណាបាទនេះគឺជាប្រភេទនៃថ្មត្រីសំលៀងបងប្អូនណាបាទថ្មត្រីសំលៀងបាទពិសេសតែម្ដងបងប្អូនណាបាទសុទ្ធតែជារបស់ល្អរបស់មិនងាយបានជួបមិនងាយបានឃើញបងប្អូនណាបាទហើយកម្រហើយប្រភេទនៃអង្គថ្មត្រីសំលៀងនេះដែរដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបើសិនជាបងប្អូនដែលគាត់មើលឃើញហើយស្រឡាញ់ចង់បានបងប្អូនណាបាទគឺសូមទំនាក់ទំនងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមបងប្អូនណាឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែថតផុសចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទប្រភេទនៃអង្គថ្មត្រីសំលៀងបងប្អូនណាបាទ